ជំរាបសួរពុកម៉ែបងប្អូនរបៀបដាក់ឈ្មោះនៅចុងឈ្មោះ Facebook របស់យើងតោះចាប់ផ្ដើមអនុវត្តជាមួយនឹងខ្ញុំទាំងអស់គ្នានឹងដាក់ឈ្មោះដូចខ្ញុំដាក់អញ្ចឹងដាក់វងកញ្ចក់បើកឈ្មោះបន្តអញ្ចឹងតោះឥឡូវតោះចូលអនុវត្តធ្វើទាំងអស់គ្នាងាយបងប្អូនតោះជាដំបូងពុកម៉ែបងប្អូនចូល Facebook យើងហើយចូល setting មកបន្តមកទៀតពុកម៉ែបងប្អូនចុចលើផ្ទាំងដែលខ្ញុំគូសដាក់ easy touch ហ្នឹងមកបន្តពុកម៉ែបងប្អូនចុចលើហ្នឹងហើយបន្តពុកម៉ែបងប្អូនរើសឈ្មោះដែលពុកម៉ែបងប្អូនចង់ដូរហ្នឹងមកទៅមើលពុកម៉ែបងប្អូនចុចលើណាមបន្តមកទៀតពុកម៉ែបងប្អូនចុចអាក្រោមគេដែលខ្ញុំដាក់សញ្ញា easy touch ហ្នឹងហើយបន្តមកទៀតពុកម៉ែបងប្អូនបំពេញឈ្មោះដែលពុកម៉ែបងប្អូនចង់ដាក់ឈ្មោះដែលពីក្រោយហ្នឹងមកខ្ញុំឧទាហរណ៍ខ្ញុំដាក់ខ្ញុំដាក់ហើយប៉ុន្តែគាត់ខ្ញុំឧទាហរណ៍ឲ្យពុកម៉ែបងប្អូនមើលឯងឥឡូវខ្ញុំដាក់ឈ្មោះដែលខ្ញុំដាក់នឹងដែរហើយពុកម៉ែបងប្អូនតែប៉ុណ្្នឹងហើយពុកម៉ែបងប្អូនចុច save មកនេះពុកម៉ែបងប្អូនចុចដល់កន្លែងខ្ញុំចុចនោះផងចុចយក text shop all top of profile ផងខ្ញុំអត់សូវចេះភាសាអង់គ្លេសពុកម៉ែបងប្អូនតើឥឡូវយើងចុច save នឹងបន្ថែមមកហើយជាការស្រេចបន្តមកទៀត Facebook យើងនឹងជាប់ឈ្មោះដែលមានសញ្ញាវងកញ្ចក់ដែលខ្ញុំដាក់បង្ហាញពុកម៉ែបងប្អូនពីដើមវីដេអូអញ្ចឹងនេះដូចជាខ្ញុំដាក់ឈ្មោះវងកញ្ចក់អញ្ចឹងអស់ហើយបងប្អូនកុំភ្លេចជួយ like page ម្នាក់មួយផងបាយបាយ